ក្រសួងអប់រំយុវជននិងកីឡាវិញបានផ្សព្វផ្សាយរបាយការណ៍មួយដែលបង្ហាញពីលទ្ធផលរីកចម្រើននៃការអប់រំនៅកម្រិតបឋមសិក្សាការអប់រំនៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសក្នុងផ្នែកអំណាចនិងគណិតវិទ្យានេះបើយោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីរង្វេចតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ2024របស់កម្ពុជាដែលផ្សព្វផ្សាយដោយក្រសួងអប់រំយុវជននិងកីឡារៀបចំឡើងដោយអង្គការ CMO និងអង្គការ UNICEF របាយការណ៍នេះបង្ហាញថាសិស្សកម្ពុជាមានពិន្ទុជាមធ្យមផ្នែកអំណាចកើនឡើង6ពិន្ទុបើធៀបនឹងការវាយតម្លៃលើកទី1នៅឆ្នាំ2019រីឯពិន្ទុជាមធ្យមផ្នែកគណិតវិទ្យាវិញបានកើនឡើង12ពិន្ទុបើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់សិស្សកម្ពុជានិងមីយ៉ាន់ម៉ាទទួលបានពិន្ទុកើនឡើងចំណែកឯប្រទេសឡាវនិងហ្វីលីពីនប្រែប្រួលតិចតួចហើយប្រទេសម៉ាឡេស៊ីនិងវៀតណាមទទួលបានពិន្ទុសិស្សថយចុះឯកឧត្តមហងជួនណារុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថាក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងរង្វេចតម្លៃ CPLM ទាំងពីរលើកពិន្ទុផ្នែកអំណាចនិងគណិតវិទ្យារបស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្ដាលក្នុងលំដាប់ទី4បន្ទាប់ពីវៀតណាមម៉ាឡេស៊ីនិងមីយ៉ាន់ម៉ាឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងថាក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះកម្ពុជាបានបង្កើនការវិនិយោគយ៉ាងច្រើនលើសមាសធាតុរឹងនិងទុននៃការអប់រំរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធសាលារៀនរហូតដល់ការបណ្ដុះបណ្ដាលគ្រូការផ្ដល់សៀវភៅសិក្សានិងការរិះរកវិធីសាស្ត្របង្រៀនជំនាន់ថ្មីជាលទ្ធផលសេវាអប់រំមានការរីកចម្រើនល្អប្រសើរនៅគ្រប់កម្រិតទាំងអស់តួយ៉ាងការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូចអាយុ5ឆ្នាំបានកើនឡើងពី 10% ដល់ទៅ 70% នៅកម្រិតបឋមសិក្សាអត្រាចុះឈ្មោះចូលរៀនបានឡើងដល់ទៅ 125% នៅមធ្យមសិក្សាបឋមភូមិ 70% នៅមធ្យមសិក្សាទុតិយភូមិការចុះឈ្មោះចូលរៀនមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ពី 20% ដល់ 45%ចំណែកអត្រាបោះបង់ការសិក្សាបានថយចុះមកត្រឹម 6% នៅកម្រិតបឋមសិក្សានិងប្រមាណ 15% នៅមធ្យមសិក្សាទោះជាយ៉ាងណាឆ្លើយតបនឹងលទ្ធផលនៃរង្វេចតម្លៃ CPLM ឆ្នាំ2024ឯកឧត្តមហងជួនណារុនបានផ្ដល់អនុសាសន៍មួយចំនួនក្នុងការពង្រឹងវិស័យអប់រំបន្ថែមទៀតជាពិសេសលើវិធីសាស្ត្របង្រៀនជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានបដិញ្ញាចិត្តជំរុញកំណែតម្រង់ស៊ីជម្រៅជាប្រព័ន្ធដែលទាមទារឲ្យមានស្តង់ដារខ្ពស់ជាងមុនមានគណនេយ្យភាពរឹងមាំជាងមុននិងប្រើប្រាស់ធនធានសាធារណៈប្រកបដោយយុទ្ធសាស្ត្រជាងមុនដើម្បីធានាថាសិស្សានុសិស្សកម្ពុជានឹងរៀនសូត្រជាមួយគ្រូដែលទទួលបានការលើកទឹកចិត្តសមរម្យមានគុណវុឌ្ឍិខ្ពស់បង្រៀនប្រកបដោយប្រសិទ្ធភាពមានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនិងមានការបដិញ្ញាចិត្តពេញលេញចំពោះការសិក្សារបស់សិស្ស